បងប្អូនទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់ហើយថាលោកជំទាវសុករស្មីម្ចាស់ក្រុមហ៊ុន Sibal Paris និងជាអ្នកដែលតែងតែជួយពលរដ្ឋខ្មែរពិសេសគឺអ្នកដែលគាត់ធ្វើការចំណាក់ស្រុកឲ្យមានការងារធ្វើនិងរកទីផ្សារសម្រាប់ផលិតផលខ្មែរជាច្រើនមិនត្រឹមតែប៉ុណ្ណោះទេកន្លងថ្មីនេះលោកស្រីក៏បានយកជំនួយទៅជូនដល់បងស្រីពេជ្រចរណីដែលកំពុងតែរងគ្រោះដោយការឆាបឆេះហាងក្នុងហេតុការណ៍គីភ័យផងដែរភាពលេចធ្លោកាន់តែពិសេសមួយកម្រិតទៀតគឺលោកជំទាវបានបង្កើតនៅប្រេនកូនខ្មែរថ្មីមួយដែលមានឈ្មោះថាដែលជាផលិតផលដំណាប់ស្វាយដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺដែលការបង្កើតឡើងនេះគឺក្នុងគោលបំណងក្នុងការគាំទ្រកសិករខ្មែរនៅក្នុងស្រុកនិងនាំយកផលិតផលខ្មែរទៅក្រៅប្រទេសនិងជំវិញពិភពលោកដោយសារតែការមើលឃើញថាកសិករខ្មែរដែលដាំស្វាយបានហើយលក់អត់ចេញលក់ហើយបានថោកមិនស្មើនឹងតម្លៃដើមដែលខ្លួនបានដាំទើបលោកស្រីក៏បានសម្រេចចិត្តថាបង្កើត brand នេះឡើងគឺដើម្បីចូលរួមជួយកសិករក្នុងមួយចំណែកតូចឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀតនៅក្នុងនោះបងប្អូនលោកជំទាវក៏បានផុសនៅក្នុងគណនី Facebook របស់ខ្លួនថាចិត្តស្រឡាញ់ចង់ឲ្យផលិតផលខ្មែរនៅក្នុងស្រុកមានទីផ្សារប្រជាជនខ្មែរមានការងារធ្វើបន្ថែមទោះចំណេញឬខាតក៏ត្រូវដើរតាមក្តីសម័យសិនដែរមែនទេបងប្អូនដំណាប់ស្វាយខ្មែរផលិតផលនៅខ្មែរអ្នកធ្វើការក៏ខ្មែរអ្នកលក់ក៏ខ្មែរអ្នកទិញក៏ត្រូវតែជាខ្មែរផងដែរមានតែប្រជាពលរដ្ឋខ្មែរដំបូងគេទេដែលជួយគាំទ្រផលិតផលខ្មែរខ្លួនឯងទៅបរទេសគេគាំទ្រយើងដូចគ្នាកូនខ្មែរមិនអន់កូនខ្មែរឆ្លាតណាស់ដល់ពេលហើយដែលខ្មែរត្រូវផ្លាស់ប្ដូរប្រវត្តិសាស្ត្រថ្មីចំពោះការញ៉ាំវិញគឺញ៉ាំដោយមានគុណភាពធានាសុទ្ធ 100% ដោយមានទំនុកចិត្តឆ្ងាញ់លេខ1ចូលរួមគាំទ្រផលិតផលខ្មែរដើម្បីខ្មែរខ្លាំងទាំងអស់គ្នាសូមអរគុណសូមជម្រាបលាជួបគ្នានៅកម្មវិធី VTalk Cambodia ពេលក្រោយទៀតវីថលចូលនិយាយចូលលើកទឹកចិត្តចូលផ្លាស់ប្រែ